ជម្រាបសួរពុកម៉ែបងប្អូនម្ចាស់ចម្ការស្វាយចន្ទីថ្ងៃនេះនាំពុកម៉ែបងប្អូនមកទស្សនាចន្ទីអឺដែលប្រើប្រាស់ផលិតផលអង្គរក្រីនក៏ដូចជាបច្ចេកទេសអង្គរក្រីននៅលើដីដែលមិនសូវល្អបាទដីនេះគឺដុះបាទភាគច្រើននេះគឺអាស័យព្រិចបាទដុះអាស័យព្រិចហើយតើយើងធ្វើបានអត់ឥឡូវយើងបាញ់បាទ2ជើងរួចហើយហើយក៏កំពុងតែបាញ់ជើងទី3បាទហើយបាញ់2ជើងនេះគឺយើងបានប្រើលីអូជាមួយនឹងយូមីកាលីបាទអញ្ចឹងលីអូចំនួន4គីឡូហើយយូមីកាលីចំនួន4គីឡូដែរក្នុងទឹក1000លីត្រហើយយើងឃើញថាចាប់ផ្ដើមលាស់មកច្រើនបាទលាស់មកច្រើនហើយលាស់មកត្រួយផ្កាបងប្អូនណានេះបាទយើងមកចិត្តមកយើងឃើញផ្កានេះបាទហើយត្រួយផ្កាច្រើនបាទនេះបាទចេញមកគឺត្រួយផ្កាតែម្ដងបាទហើយដីមិនសូវល្អទេបងប្អូនណាបាទចន្ទីនេះអាយុច្រើនប៉ុន្តែដើមអត់ធំទេបាទដោយសារដីវាមិនសូវជាល្អបាទហើយឃើញថាយើងធ្វើបានហើយនេះចាប់ផ្ដើមត្រួយផ្កាបាទត្រួយផ្កាចាប់ផ្ដើមចេញមកហើយបាទនេះបាទហើយជាការនេះទឹកបាញ់2ជុំបាទ2ជុំហើយបានប្រហែលជាខ្ទង់ជើងទី2មកឥឡូវនេះប្រហែលខ្ទង់កន្លះខែបាទនៅឡូនេះបាទដោយសារដីគាត់ច្រើនអញ្ចឹងទៅបាញ់យូរជុំសម្រាប់ជុំទី3យើងយឺតបន្តិចបាទប៉ុន្តែការជុំទី2យើងលាយថ្នាំសត្វល្អិតចូលហើយអញ្ចឹងទៅវាអត់សូវបាទអត់មានការផ្លាញបាទហើយត្រួយផ្កាច្រើនបាទនេះត្រួយផ្កាច្រើនហើយត្រួយស្លឹកក៏មានដែរបាទព្រោះអីដីអន់ចេះมันអាចផ្កាគ្រប់តងទេបាទប៉ុន្តែអ្វីដែលសំខាន់គឺច្រើននេះត្រួយផ្កានេះបាទនេះត្រួយផ្កាច្រើនបាទត្រួយផ្កាច្រើនបើយើងនិយាយពីភាគរយបាទក្នុង10ត្រួយមកយើងរាប់10ត្រួយមើលបាទអានេះផ្កាមួយអានេះអត់វាត្រួយអានេះផ្កាអញ្ចឹង3អានេះផ្កាមួយទៀតបាទអញ្ចឹង4នេះផ្កា3ហើយបាទផ្កា5ផ្កា4ផ្កា5ផ្កា6បាទផ្កា7ផ្កា8ផ្កា9បាទ10ត្រួយនៅក្នុងក្បែរគ្នានេះបាទគឺផ្កា9ហើយបាទត្រួយស្លឹកតែមួយទេបាទអញ្ចឹងយើងមើលមួយម៉ែកនេះត្រួយស្លឹកតែមួយទេតែបើមើលដើមទាំងមូលខ្ញុំឲ្យភាគរយថាដើមនេះត្រួយផ្កាប្រហែលជា70ឬក៏80%បាទនេះដើមនេះក៏ត្រួយផ្កាច្រើនដែរនេះបាទនេះបាទសិតតែជាត្រួយផ្កាបាទអញ្ចឹងការប្រើប្រាស់លីអូជាមួយនឹងបាទយូមិកកាលីបាទយើងឃើញថាអត្រាចេញបានស្រស់ដើមអត់អន់ស្លឹកចេញមកធំបាទកម្លាំងតងថ្លោះបាទហើយត្រួយផ្កាច្រើនជាងត្រួយស្លឹកទោះបីជាភ្លៀងច្រើនបាទនេះទឹករាំងមួយរយៈនេះដែរទេបាទដីនៅសើមឡើយទេបាទយើងឃើញថាត្រួយផ្កាច្រើនបាទនេះបាទអញ្ចឹងនេះជាប្រសិទ្ធភាពបាទលីអូបូកជាមួយនឹងយូមីកាលីបាទយើងឃើញថាអាចប្រើបានគ្រប់ស្ថានភាពដីគ្រប់ស្ថានភាពចការបាទតែបើរូបមន្តផ្សេងมันប្រកាសថាប្រើបានគ្រប់ស្ថានភាពដីស្ថានភាពចការស្ថានភាពអាកាសធាតុទេអាចពាក់ព័ន្ធជាមួយនឹងការចេញមកក៏ត្រួយស្លឹកច្រើនបាទតែនេះត្រួយផ្កាច្រើនមែនតើបាទហើយចំណុចមួយទៀតចង់ផ្ដាំផ្ញើទៅពុកម៉ែបងប្អូនចាស់ចម្ការបាទដែលប្រើប្រាស់ថៃអូយូរីបាទបើសិនបើចការរបស់យើងពេលបាញ់នឹងប៉ះភ្លៀងបាទថៃអូយូរីតើប្រើបរិមាណច្រើនទៅប្រសិទ្ធភាពខ្ពស់បើសិនជាយើងប្រើបរិមាណធម្មតាដូចពេលដែលយើងបាញ់ធម្មតាគឺមិនជោគជ័យទេអញ្ចឹងបើសិនជាបាញ់ប៉ះភ្លៀងតើតែបង្កើនបរិមាណបាទឬក៏បាញ់សារឡើងវិញភ្លាម
បន្ទាន់កុំអស់បន្លាយពេលយូរបើសិនជាយើងឆ្លៀតបាញ់បានបាទសូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំបាទជួបគ្នានៅវីដេអូក្រោយបាទជម្រាបលា